ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសុនចន្ទថុលបានមានប្រសាសន៍ថា2ឆ្នាំជាប់គ្នាកម្ពុជាបង្កើតការងាររាប់ម៉ឺនកន្លែងឲ្យប្រជាពលរដ្ឋឯកឧត្តមឧបនាយករដ្ឋមន្ត្រីសុនចន្ទថុលបានរំលេចពីភាពជោគជ័យនៃការបំបែកកំណត់ត្រាវិនិយោគនៅកម្ពុជាថាក្នុងរយៈពេល2ឆ្នាំជាប់គ្នាកម្ពុជាបានបង្កើតឱកាសការងាររាប់ម៉ឺនកន្លែងជូនប្រជាពលរដ្ឋឲ្យមានការងារធ្វើនេះឱកាសអញ្ជើញជាអធិបតីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ព្រះវិហារថ្មីនៃវត្តចាក់អង្រែលើក្នុងសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យរាជធានីភ្នំពេញកាលពីថ្ងៃទី11ខែមករាឆ្នាំ2026ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសុនចន្ទថុលអនុប្រធានទី1នៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានគូបញ្ជាក់ថាក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានបំពេញតួនាទីជាសេនាធិការដ៏មុតស្រួចក្នុងការរៀបចំយុទ្ធសាស្ត្រទាក់ទាញវិនិយោគិនគ្រប់ទិសទីឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានរំលេចអំពីភាពជោគជ័យនៃការបំបែកកំណត់ត្រាវិនិយោគក្នុងរយៈពេល2ឆ្នាំជាប់គ្នាដែលជាព្រឹត្តិការណ៍មិនធ្លាប់មានពីមុនមកក្នុងនោះលំហូរទុនវិនិយោគកើនឡើងជាក់ស្ដែងឃើញតាមរយៈការកើនឡើងនៃចំនួនគម្រោងវិនិយោគហើយបានបង្កើតឱកាសការងាររាប់ម៉ឺនកន្លែងជូនប្រជាពលរដ្ឋដែលជួយលើកកម្ពស់ជីវភាពគ្រួសារនិងជំរុញសេដ្ឋកិច្ចជាតិឲ្យមានសន្ទុះទៅមុខឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានឲ្យដឹងទៀតថាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកំពុងជំរុញបង្កើននៅមូលដ្ឋានផលិតកម្មនៅកម្ពុជាកាន់តែសម្បូរបែបនិងបានគាំទ្រដល់ការនាំចេញរបស់កម្ពុជាជាក់ស្ដែងក្នុងឆ្នាំ2025កម្ពុជាបាននាំចេញទំនិញគ្រប់ប្រភេទមានទឹកប្រាក់សរុបប្រមាណជាង$30,000 លានកើនឡើងជិត 15% បើធៀបទៅនឹងឆ្នាំ2024ឯកឧត្តមបានបន្ថែមថាទោះបីជាកម្ពុជាមានកំណើនខាងនាំចេញក៏ដោយកម្ពុជានៅតែបន្តបើកទីផ្សារថ្មីៗបន្ថែមទៀតដើម្បីជំរុញដល់ការនាំចេញទំនិញឲ្យកាន់តែផុសផុលខណៈបច្ចុប្បន្នផលិតផលជាច្រើនបាននឹងកំពុងគាំទ្រដល់ការនាំចេញដូចជាសម្លៀកបំពាក់និងវេជ្ជនភ័ណ្ឌស្បែកជើងសម្ភារៈធ្វើដំណើរកៅស៊ូផលិតផលធ្វើពីកៅស៊ូនិងការនាំចេញកង់កាត់បន្ថយការទទួលទានសារធាតុអំបិលឲ្យបានតិចជាង5ក្រាមក្នុងមួយថ្ងៃឬប្រហែល1ស្លាបព្រាកាហ្វេមានន័យថាបានកាត់បន្ថយការស្លាប់និងពិការភាពដែលបណ្ដាលមកពីជំងឺបេះដូងនិងគ្រោះថ្នាក់សរសៃឈាមខួរក្បាល